ស្ងោពេញប៉ោះឬក៏ស្ងោម្រះហើយយើងបានញ៉ាំសាច់ជ្រូកលាយជាមួយម្សៅគឺរសជាតិតែនេះតែឆ្ងាញ់ហ្មងហើយអ្នកដែលអត់ចូលចិត្តញ៉ាំម្រះល្វីងអីយើងយកពេញប៉ោះយកមកញ៉ាំបែបនេះក៏បានដែររសជាតិគឺឆ្ងាញ់ដូចគ្នាចឹងសម្រាប់ពេញប៉ោះយើងគួរជ្រើសរើសយកពេញប៉ោះណាដែលរាងធំដើម្បីយើងងាយស្រួលញ៉ាំម្សៅហើយនឹងសាច់ជ្រូកយើងចូលនេះញ៉ាំស្ងោបានតែ3ផ្លែព្រោះដោយសារឆ្នាំខ្ញុំរាងទូចដែរណាមួយពេញប៉ោះរាងធំដែរហ្នឹង3ផ្លែហ្នឹងខ្ទង់ប្រហែលជាកន្លះគីឡូជាងអីឥឡូវចាប់ដើមយកពេញប៉ោះយើងយកមកចិតដូចខ្ញុំបែបនេះយើងដើម្បីជើងឆ្កឹះអាសាច់ក្នុងវាអស់តែមិនអស់ពេកបងប្អូនតែសម្រាប់ពេញប៉ោះនេះគឺសាច់វាក៏វារាងក្រាស់ដែរដូចពេញប៉ោះពេញប៉ោះខ្មែរយើងណាអានេះគឺពេញប៉ោះចិនណាវាឆ្កឹះយឺតបងប្អូនដោយសារយើងប្រើកវ៉ាត់ដែរអញ្ចឹងយើងរៀងប្រយ័ត្នតិចមកតែបើបងប្អូនមានសភាខ្លីយើងយកដងវាមកយកមកឆ្កឹះមកក៏បានដែរគឺងាយស្រួលជាងពេញប៉ោះយើងគឺធ្វើលួចរាល់ហើយយើងទុកម្ល៉េះសិនមកយើងចាប់ដើមយកសាច់ជ្រូកយើងយកមកលាយមួយម្សៅគ្រឿងទេសសម្រាប់គ្រឿងទេសមានដូចជាស្ករប៊ីចេងម្សៅស៊ុបប្រេងខ្យងហើយនិងទឹកត្រីកុំភ្លេចថែមម្រេចតិចផងឲ្យវាហឹរឆ្ងាញ់ហើយយើងចាប់ដើមច្បល់វាឲ្យចូលជាតិចូលគ្រឿងគ្នាល្អហើយយើងចាប់ដើមយកវាយកមកញ៉ាំមួយពេញប៉ោះយើងហើយចំណូលសាច់ជ្រូកចាំដែលខ្ញុំធ្វើហ្នឹងខ្ទង់ប្រហែលជាមួយខាំកន្លះហើយបងប្អូនហើយខ្ញុំលាយម្សៅបន្តិចមកញ៉ាំពេញប៉ោះ3ផ្លែហ្នឹងគឺល្មមហ្មងបើបងប្អូនចង់ឆ្ងាញ់ជាងហ្នឹងទៀតយើងអាចបន្ថែមមួយជីករឬក៏ផ្សិតខ្មៅក៏បានដែរតែថ្ងៃនេះខ្ញុំមានតែម្សៅអញ្ចឹងខ្ញុំប្រើតែម្សៅឯងពេលយើងញ៉ាំមិនឲ្យហៀពេកក៏បានដែរបងប្អូនដាក់បានល្មមប៉ុណ្ណឹងបានហើយកាលណាដល់ពេលស្ងោរទៅខ្លាចវាហៀវាអីចឹងប៉ោះយើងធ្វើរីរាល់ឡាយើងទុកម្ល៉េះសិនមកយើងយកឆ្នាំងហើយចាក់ប្រេងឆាចូលខ្ទឹមសមលីងវាឲ្យឡើងឈ្ងុយហើយយើងដាក់ឆ្អឹងជំនីយើងចូលបន្ថែមឆ្អឹងជំនីចឹងទៅបងប្អូនដើម្បីឲ្យពេលស្ងោរទៅវាមានជាតិឆ្ងាញ់ហើយយើងបន្ថែមស្ករសបន្តិចប៊ីចេងម្សៅស៊ុបនិងទឹកត្រីហើយយើងចាប់ដើមងាស់វាមកហើយយើងងាស់វាឲ្យវាអស់ទឹកឆ្អាបហើយចាំយើងចាក់ទឹកធម្មតាចូលសម្រាប់ខ្ញុំឲ្យដល់ពេលខ្ញុំស្ងោរសាច់ជ្រូកឬក៏ឆ្អឹងជំនីជ្រូកអីក៏ខ្ញុំធ្វើបែបនេះហើយដើម្បីកុំឲ្យសាច់ជ្រូកយើងធំក្លិនណាហើយខ្ញុំបន្ថែមយូហឺក្រៀមនិងដុំស៊ុបខ្នុរហើយយើងគ្របទុកវាឲ្យពុះដើម្បីងាស់ឆ្អឹងជំនីជ្រូកយើងឆ្អិនណាហើយយើងដួសពពុះចេញតិចមកចាំយើងចាប់ដើមដាក់ការ៉ុតហើយនឹងពេញប៉ោះយើងចូលខ្ញុំបន្ថែមបន្លែការ៉ុតដើម្បីឲ្យមើលទៅគឺតំណងញ៉ាំហើយបងប្អូនអត់ចង់ដាក់ការ៉ុតក៏បានដែរតាមចំណង់ចំណូលចិត្តយើងឯងប៉ោះញាត់សាច់ជ្រូកយើងគឺបានឆ្អិនរួចរាល់ហើយយើងចាប់ដើមបន្ថែមស្លឹកខ្ទឹមពីលើមកឲ្យវាឈ្ងុយរវាងស្ងោរម្រះហើយនិងស្ងោរពេញប៉ោះគឺស្តៀងតែគ្នាតែសម្រាប់ចិត្តខ្ញុំគឺខ្ញុំចូលចិត្តស្ងោរម្រះជាងវាល្វីងតិចឆ្ងាញ់ហើយពេលយើងញ៉ាំកុំភ្លេចអសោះគឺថែមទឹកត្រីហើយញ៉ាំម្ទេសហឹរបន្ថែមទៀតដើម្បីកាត់បន្ថយទលាន់ហើយឆ្ងាញ់ទៀតអ្នកដែលចូលចិត្តម្ទេសបានយកអារម្មណ៍មួយនឹងញ៉ាំអីក៏ត្រូវការម្ទេសដែរបើអត់ម្ទេសគឺញ៉ាំអត់ចូលទេហើយអត់ឆ្ងាញ់ហ្មងបងប្អូនដែលមានផ្លែពេញប៉ោះធំអីអត់ដឹងធ្វើអីញ៉ាំសាកល្បងធ្វើមុខម្ហូបនេះញ៉ាំដឹងតែពេញចិត្តដែរតែនេះតែឆ្ងាញ់ហើយប្លែកទៀតញ៉ាំមេឃជាក់ពេលមេឃភ្លៀងអីចឹងហត់ទឹកក្តៅនិយាយពីថាអូយជាតិហ្មងហើយសម្រាប់រសជាតិវិញញ៉ាំទៅលាយមួយសាច់លាយមួយម្សៅហើយពេញប៉ោះយើងក៏អត់ជូរដែរនិយាយរួមគឺឆ្ងាញ់ហ្មងចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណ